ប្រពន្ធតាមរអ៊ូរឿងផឹកស្រាប្រពន្ធខ្ញុំនាងកាចដូចខ្លាទៅណាមកណាតាមគ្រប់ជំហានសិតដូចតុកកែប្រពន្ធតាមរអូរឿងផឹកស្រាកាលខ្ញុំនៅវ័យកំលោះដើរលេងគ្មានលោះមិនសូវដេកផ្ទះក្នុងចិត្តមិនដែលខ្វល់ខ្វាយផឹកស៊ីសប្បាយជាមួយមិត្តភក្តិស្រាប់តែរឿងធំម៉ែបងខំមកយកប្រពន្ធចង់គេចក៏គេចមិនបានប្រពន្ធបានប្រមានឲ្យឈប់ផឹកស្រាទូរស័ព្ទបិទមិនឲ្យប្រើថាមានឲ្យដើរទៅណាមកណារាល់ថ្ងៃជួយធ្វើការផ្ទះអស់សុខខ្លាំងណាស់គ្មានអ្នកចរចាមិត្តភក្តិអាណិតគ្រប់គ្នាមិនគួរក្រំគ្រាប៉ះប្រពន្ធដូចខ្លាប្រពន្ធខ្លាលើគេថាម៉ែប្រពន្ធមកពីកែប្រច័ណ្ឌក៏ព្រោះតែគេស្រឡាញ់តែខ្ញុំត្រូវរងកម្មព្រោះខានបានជួបជុំផឹកស្រាស្បាយជាមួយពួកម៉ាក់ប្រពន្ធតាមរប្រពន្ធតាមរចង់គេចក៏គេចមិនបានប្រពន្ធបានប្រមានឲ្យឈប់ផឹកស្រាទូរស័ព្ទបិទមិនឲ្យប្រើថាមានឲ្យដើរទៅណាមកណារាល់ថ្ងៃជួយធ្វើការផ្ទះអស់សុខខ្លាំងណាស់គ្មានអ្នកចរចាមិត្តភក្តិអាណិតគ្រប់គ្នាមិនគួរក្រំគ្រាប៉ះប្រពន្ធដូចខ្លាប្រពន្ធខ្លាលើគេថាម៉ែប្រពន្ធមកពីកែប្រច័ណ្ឌក៏ព្រោះតែគេស្រឡាញ់តែខ្ញុំត្រូវរងកម្មព្រោះខានបានជួបជុំផឹកស្រាស្បាយជួបជុំពងម៉ាក់ប៉ុន្តែក្រឹកទៅពេលធាក់ខ្លួនជឿគ្មាននរណាមកជឿជំនួសយើងទេហើយខាតពេលថាតលុយកាក់ហើយមានតែប្រពន្ធទេដែលមើលថែរក្សាបងសន្យាថាបងឈប់ផឹកហើយនឹងនៅផ្ទះជួយការអងងារមើលថែគ្រួសារយើងវិញអរគុណប្រពន្ធសំឡាញ់តពូ